ត្បិតមីកញ្ចប់ជាអាហារពេញនិយមនិងងាយស្រួលទទួលទានក៏ពិតមែនតែជាញឹកញយតែងត្រូវបានអ្នកជំនាញហាមឃាត់មិនឲ្យទទួលទានច្រើនព្រោះវាសម្បូរទៅដោយជាតិម្សៅខ្លាញ់និងសូដ្យូមដែលអាចជះផលអវិជ្ជមានដល់សុខភាពយ៉ាងណាមិញសារព័ត៌មាន The Korea Times បានចងក្រងការណែនាំរបស់អ្នកជំនាញផ្នែកអាហារូបត្ថម្ភថាការបន្ថែមគ្រឿងផ្សំមួយចំនួននៅពេលដែលទទួលទានមីកញ្ចប់អាចជាជម្រើសល្អនិងមិនសូវប៉ះពាល់ដល់សុខភាពដោយការទទួលទានមីកញ្ចប់តែឯងតៅហ៊ូនិងស៊ុតការបន្ថែមតៅហ៊ូចូលទៅក្នុងមីកញ្ចប់មិនត្រឹមតែជាការបន្ថែមរសជាតិប៉ុណ្ណោះទេតែក៏ជាជំនួយដល់សុខភាពមួយផ្នែកដែរមានគ្រឿងផ្សំគោលពីសណ្តែកសៀងតៅហ៊ូមានជាតិកាកសរសៃខ្ពស់និង isoflavones ដែលជួយគ្រប់គ្រងជាតិស្ករក្នុងឈាមថែមទាំងសម្បូរទៅដោយប្រូតេអ៊ីនអាស៊ីតអាមីណូជាតិដែកនិងកាល់ស្យូមដែលអាចជួយដល់សុខភាពឆ្អឹងដូចគ្នាបន្ថែមពីនេះការថែមតៅហ៊ូចូលទៅក្នុងចានមីកញ្ចប់នឹងជួយឲ្យអ្នកឆាប់ឆ្អែតជាងមុនកាត់បន្ថយការទទួលទានសរសៃមីច្រើនដោយឡែកគ្រឿងផ្សំដ៏ពេញនិយមដូចជាពួកស៊ុតក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពដែរព្រោះតែស៊ុតមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ដែលធ្វើឲ្យអ្នកឆ្អែតបានយូរជាងមុននិងជាជំនួយដល់សាច់ដុំសណ្តែកបណ្ដុះនៅក្នុងប្រទេសកម្ពុជាសណ្តែកបណ្ដុះជាគ្រឿងផ្សំដ៏ពេញនិយមស្រាប់ទៅហើយសម្រាប់ស៊ុបគុយទាវតែការបន្ថែមបន្លែមួយប្រភេទនេះចូលក្នុងចានមីកញ្ចប់ក៏អាចជួយសុខភាពរបស់អ្នកបរិភោគដូចគ្នាសណ្តែកបណ្ដុះជាបន្លែដែលមានកាឡូរីទាបតែសម្បូរទៅដោយវីតាមីន A វីតាមីន K វីតាមីនជាតិដែកនិងកាកសរសៃដែលជួយដល់ការរំលាយអាហារក្រៅពីនេះសណ្តែកបណ្ដុះក៏មានផ្ទុកទៅដោយអាស៊ីត aspartic ដែលអាចជួយសម្រួលអាការមិនស្រួលខ្លួនក្រោយពីស្រវឹងបានផងដែរអំបូរខ្ទឹមស្លឹកខ្ទឹមបារាំងខ្ទឹមនិងគូឆាយអាចជួយកាត់បន្ថយជាតិខ្លាញ់និងកាត់បន្ថយកូលេស្តេរ៉ុលនៅក្នុងមីកញ្ចប់បានយ៉ាងមានប្រសិទ្ធភាពបន្លែប្រភេទនេះក៏មានផ្ទុកនៅសារជាតិអលឡេសិនដែលជាជំនួយដល់សុខភាពសរសៃឈាមនិងការពារសារពាង្គកាយពីការរលាកផ្សេងតាមរយៈការកាត់បន្ថយសរសៃមេបន្ថែមជាតិកាកសរសៃនិងប្រូតេអ៊ីននៅពេលញ៉ាំមីកញ្ចប់ជាវិធីសាស្ត្រម្យ៉ាងដែលជួយឲ្យអ្នករីករាយនឹងម្ហូបដែលអ្នកចូលចិត្តបានដោយមិនមានអារម្មណ៍ថាខុសនឹងសុខភាពយ៉ាងណាមិញអ្នកជំនាញក៏ណែនាំបន្ថែមដែរថាអ្នកមិនគួរបរិភោគទឹកស៊ុបច្រើនពេកនោះទេព្រោះទឹកស៊ុបដែលបានពីអំបិលមីច្រើនតែមានជាតិសូដ្យូមនិងខ្លាញ់ខ្ពស់